យ៉ាងម៉េចរត់តាមប្រុសតែ2 3ថ្ងៃសោះចង់ធ្វើយើងឲ្យមែនទេរឿងមួយក៏អ្នកនាងកេសរធ្លាប់រត់តាមប្រុសអើយនាងច័ន្ទឯងហ៊ានថាយើងផងហ៎អើយអូយមកអមមកតើទៅសងសឹកនាងច័ន្ទឲ្យក្មួយមិនអីទេក្មួយកេសរចាំអមនេះតែចាត់ការវាឲ្យអមបានត្រៀមខ្លួនរួចរាល់អស់ហើយក្មួយចាំតែមើលទៅអូយនាងច័ន្ទឯងហ៊ានថាយើងផងហ៎អើយអូយអញហ៊ានផ្ទះក្មួយកេសរផងហ៎អូយនាងច័ន្ទអ្នកម៉ែនេះអ្នកម៉ែគឺជាមនុស្សចាស់ចង់ឲ្យអ្នកម៉ែនេះគួរតែធ្វើចរិតគួរឲ្យគ្រប់បន្តិចទៅវ៉ាវពិសេសអស្ចារ្យមិនធ្លាប់មានជាមួយនឹងទឹកដោះគោជូសាច់ដុំក្រអូប Fafa ដែលផលិតឡើងជាពិសេសសម្រាប់មនុស្សគ្រប់វ័យអ្វីដែលពិសេសអស្ចារ្យមិនធ្លាប់មាននោះគឺមានការលាយបញ្ចូលគ្នារវាងទឹកដោះគោជូសាច់ដុំក្រអូបទឹកដោះគោជូសាច់ដុំក្រអូប Fafa មាន4រសជាតិទឹកដោះគោជូសាច់ដុំក្រអូបរសជាតិ Blueberry ទឹកដោះគោជូសាច់ដុំក្រអូបរសជាតិ Raspberry ទឹកដោះគោជូសាច់ដុំក្រអូបរសជាតិស្វាយនិងទឹកដោះគោជូសាច់ដុំក្រអូបរសជាតិប៉ោមខៀវនាងច័ន្ទឯងត្រឡប់មកវិញសួស្ដីនេះមែនទេអ្នកនាងកេសរនោះអូគឺយើងនឹងហើយយ៉ាងម៉េចរត់តាមប្រុសតែ2 3ថ្ងៃសោះចង់ធ្វើយើងឲ្យមែនទេអ្នកនាងកេសរចង់ថាយ៉ាងម៉េចក៏បានដែរព្រោះអីខ្ញុំនេះមិនបានរត់តាមប្រុសដូចជាពាក្យសម្ដីអ្នកនាងនោះទេរឿងមួយក៏អ្នកនាងកេសរធ្លាប់រត់តាមប្រុសអើយនាងច័ន្ទឯងហ៊ានថាយើងផងហ៎អើយបើចង់សុខខ្លួនក៏មករញ៉ៃជាមួយនឹងខ្ញុំព្រោះអីខ្ញុំនេះមិនមែនជាតុក្កតាហើយក៏មិនមែនជាឧបករណ៍សម្រាប់អ្នកនាងបញ្ជីកំហឹងនោះទេនាងច័ន្ទឯងហ៊ានតែយើងផងហ៎យកទៅសាកមកហើយអ្នកនាងមិនចង់ត្រឹមមួយកំភ្លៀងទៀតនោះអើយណែនាងច័ន្ទឯងមកវិញឯងខ្លាំងដៃណាស់ណ៎ចាំមើលយើងនឹងយករឿងនេះយកទៅប្រាប់មកអមអញ្ជើញអ្នកនាងយករឿងនេះយកទៅជម្រាបអ្នកម៉ែទៅបើសិនបានអ្នកម៉ែមកមួយទៀតហើយអ្នកនាងមកមួយទៀតណាគឺកាន់តែល្អនាងច័ន្ទអើយអូយមកអមតិចហើយតើអូយជឿណាស់មកអមតើទៅសងសឹកនាងច័ន្ទឲ្យក្មួយចាក្មួយអូយនាងច័ន្ទហ្នឹងណាដៃថ្មដូចក្បេងអញ្ចឹងមើលចុះស្នាមរៀម5ជាប់ធ្ពាន់ត្មងឲ្យក្មួយមិនអីទេក្មួយកេសរចាំអមនេះតែចាត់ការវាឲ្យអមបានត្រៀមខ្លួនរួចរាល់អស់ហើយក្មួយចាំតែមើលទៅមកអមតើតែធ្វើបាននាងច័ន្ទឲ្យវាឈឺផ្សាជាងក្មួយចាក្មួយកេសរអមដឹងហើយឈូនណាអមអូយអមដាក់តិចតាចាន់នេះអូនបាត់ពីផ្ទះមួយរយៈតើអូនទៅណាទៅអូដោយសារតែមួយរយៈនេះខ្ញុំមិនសូវស្រួលខ្លួនអញ្ចឹងហើយទៅខ្ញុំទៅលេងពុកនេះមានបញ្ហាអីមែនទេបងសិតអូគឺអត់មានអីទេតែនេះហេតុអីបានជាអូនមិនប្រាប់បងបារម្ភពីអូនណាបើសិនជាបងបារម្ភពីខ្ញុំហេតុអីក៏បងមិនទៅរកខ្ញុំទៅអូរឿងនេះគឺបងមានមូលហេតុរបស់បងមូលហេតុរបស់បងគឺបងចង់រៀបការជាមួយនឹងអ្នកនាងកេសរពិតមែនទេចាន់អូនកុំនិយាយបែបនេះអីបងមិនបានស្រឡាញ់កេសរនោះទេបងចង់ទៅរកអូនណាក៏ប៉ុន្តែអ្នកម៉ែគាត់មិនឲ្យទៅនោះទេនេះបើសិនជាអ្នកម៉ែគាត់ចង់ឲ្យបងលេងលះគ្នាជាមួយនឹងខ្ញុំបងក៏យល់ព្រមតាមគាត់ដែរមែនទេអត់ទេចាន់អូនកុំនិយាយបែបនេះអីបើអញ្ចឹងបងកុំយកពាក្យអ្នកម៉ែយកមកបាំងមុខនេះដោយសារតែបងមិនចាប់អារម្មណ៍មិនខ្វល់ខ្វាយជាមួយនឹងខ្ញុំវាត្រូវជាងចាន់នេះឲ្យបងសុំទោសពិតមែនមួយរយៈនេះបងរវល់ការងាររវល់ដោះស្រាយរឿងច្រើនទើបបងគ្មានពេលមកផ្ទះញ៉ាំបាយជាមួយអូនតែពេលនេះបងក៏ដឹងខ្លួនខុសពិតមែនពេលដែលបាត់បង់អូនមួយរយៈបងពិតជាសុំទោសអូនពិតមែនអូនឈប់ចាក់ចេញពីបងបានទេបងសិតបងកុំបារម្ភអីចាប់ពីពេលនេះទៅខ្ញុំមិនតាណាចោលបងនោះទេហើយខ្ញុំក៏មិនឈានជើងចេញពីទីនេះមួយជំហាននោះដែរនាងច័ន្ទ
នឹងចាន់កៅពូយើងឲ្យពេញកត្រកមិនកៅមិនយកទៅបោកទេ ប៉ិតមែនហើយនាងច័ន្ទអ្នកនាងកេសរអូហ៎ខ្ញុំមិនគួរហៅថាអ្នកនាងកេសរនោះទេនេះគួរហៅថាអូនកេសរល្អជាងព្រោះអីមើលតែអូនកេសរក៏មានអាយុតិចជាងបងដែរអូនកេសរតើកៅអៅក្នុងកត្រកទាំងអស់នេះគឺជារបស់អ្នកណាគេទៅ គឺជាកៅអៅរបស់យើងហើយនឹងកៅអៅមកអ៊ំហ្នឹងណា ប៉ិតមែនហើយបើអញ្ចឹងមានន័យថាខោអាវទាំងអស់នេះគឺជារបស់អូនហើយនិងរបស់អ្នកម៉ែប៉ិតមែនទេ អូបើក៏ជាអញ្ចឹងហ្នឹងហី ចុះបើសិនជាខោអាវទាំងអស់នេះគឺជារបស់អូនកេសរហើយនិងរបស់អ្នកម៉ែមិនក៏ត្រូវឲ្យបងជាអ្នកបោកទៅវិញស្លៀកខ្លួនឯងមិនក៏មិនយកទៅបោកទៅហើយបើថាខ្ជិលបោកអញ្ចឹងណាលើកក្រោយនេះគួរតែយកស្លឹកចេកយកស្លឹកឈើយកទៅស្លៀកទៅក្រែងលោថ្ងៃណាមួយខ្ជិលបោកពេលស្លៀករួចយកទៅបោះចោលឬមួយក៏យកទៅដុតចោលអញ្ចឹងតាណានេះខ្ញុំនិយាយត្រូវអត់អ្នកម៉ែអូនកេសរនាងច័ន្ទនេះអញជេរយើងមែនទេហ៎ មែនហើយមកអ៊ំនេះនឹងចាន់វាចង់ឲ្យយើងដេកស្លឹកចេកដេកស្លឹកឈើមកធ្វើជាកៅអៅមែនទេ អូនកេសរនេះបងមិនបាននិយាយអញ្ចឹងនោះទេក៏ប៉ុន្តែអូនណាគួរតែគិតខ្លះទៅបើអូនស្លៀកខ្លួនឯងហើយអូនខ្ជិលយកទៅបោកលើកក្រោយនេះហ៎អូនគួរតែដាស្រាតឬមួយក៏យកស្លឹកឈើយកមកបិទបាំងតិចតួចក៏បានដែរ អូយនឹងចាន់ឯងហ៊ានថាយើងផងហ៎អូយនឹងចាន់ឯងហ៊ានតែយើងផងហ៎ នាងច័ន្ទអញហ៊ានផ្ទះក្មួយកេសរផងហ៎អូយនាងច័ន្ទអ្នកម៉ែនេះអ្នកម៉ែគឺជាមនុស្សចាស់អញ្ចឹងហើយអ្នកម៉ែនេះគួរតែធ្វើចរិតគួរឲ្យគ្រប់បន្តិចទៅនេះខ្ញុំគ្រាន់តែការពារខ្លួនតើបើសិនជាអ្នកម៉ែហើយនឹងអូនកេសរមិនមកប៉ះពាល់ខ្ញុំមុនខ្ញុំណាក៏មិនទៅប៉ះពាល់អ្នកទាំងពីរដូចគ្នា អូយមកអ៊ំនាងចាន់វាខ្លាំងដៃណាស់មកអ៊ំ នាងច័ន្ទអញប្រហែលជាចង់ឲ្យយើងណាកាន់តែបដៅអញឲ្យខ្លាំងជាងមុនហើយមើលទៅនាងច័ន្ទនឹងឥឡូវដូចជាខ្លាំងដៃដល់ហើយ មែនហើយមកអ៊ំនេះហ่าវាហ៊ានទៀតទាំងមកអ៊ំហើយវាហ៊ានទៀតទាំងខ្ញុំទៀតបើឲ្យជាវាលែងទុកមកអ៊ំក្នុងកែវភ្នែកឲ្យមើលទៅ ប៉ិនមែនហើយក្មួយកេសរក៏ប៉ុន្តែអ៊ំមានអារម្មណ៍ថានាងច័ន្ទឥឡូវដូចជាចម្លែកដល់ហើយ ផ្លែកតើផ្លែកអីទៅមកអ៊ំ គឺអ៊ំមានអារម្មណ៍ថានាងច័ន្ទឥឡូវនេះមិនមែនជានាងច័ន្ទកាលពីមុន អូយមិនមែនជានាងចាន់យ៉ាងម៉េចទៅមកអ៊ំនេះទាំងមុខមាត់ទាំងកាយវិការទាំងសម្លេងគឺនាងចាន់សុទ្ធតែម្ដងហើយណាមកអ៊ំ ក្មួយកេសរនិយាយអញ្ចឹងក៏ត្រូវមួយយ៉ាងដែរក៏ប៉ុន្តែមើលទៅកែវភ្នែកកាយវិការនិងសម្ដីសម្ដារបស់វាមិនដូចជានាងច័ន្ទកាលពីមុនទេ អូយមកអ៊ំហើយមកអ៊ំក៏ឆ្ងល់ច្រើនម្លេះនាងចាន់វាមកលើកនេះហ่าប្រហែលជាវាចង់សងសឹកពួកយើងហើយ ក្មួយកេសរនិយាយត្រូវហើយប្រហែលជាវាត្រឡប់មកវិញនឹកនេះវាចង់មកសងសឹកពួកយើងដែលពួកយើងអាចសម្លាប់កូនវាឲ្យមកទៅនោះ បើអញ្ចឹងមែនណាយើងប្រកាសជាពិបាកឲ្យមកអ៊ំ មានអីពិបាកទៅក្មួយបើវាចង់សងសឹកយើងណាក៏កំចាត់វាឲ្យណានៃតែម្ដងទៅវាតាមល្បិចអ៊ំមិនទាន់ទេ មែនហើយមកអ៊ំគេថាខ្ញែកកាន់តែចាស់គឺកាន់តែហឹងនោះអី ប៉ិតមែនហើយក្មួយ ម៉ៃផ្លែកអស្ចារ្យមិនធ្លាប់មានជាមួយនឹងទឹកដោះគោជូរសាច់ដុំក្រអូបហ្វាហ្វាដែលផលិតឡើងជាពិសេសសម្រាប់មនុស្សគ្រប់វ័យ ហើយអ្វីដែលកាន់តែពិសេសទៀតនោះមានលាយបញ្ចូលគ្នារវាងទឹកដោះគោជូរនិងសាច់ដូងក្អូបឆ្ងាញ់សាហាវហ្មង ទឹកដោះគោជូរសាច់ដូងក្អូបហ្វាហ្វាមកកញ្ចប់ត្រឹមតែ500រៀលទេបងប្អូនហើយបើដាក់ខ្លះសេឲ្យត្រជាក់វិញណាគឺកាន់តែឆ្ងាញ់ទឹកដោះគោជូរសាច់ដូងក្អូបហ្វាហ្វាមានច្រើនរសជាតិដូចជារសជាតិ blueberry រសជាតិ raspberry រសជាតិស្វាយរសជាតិប៉ោមខៀវហើយរសជាតិណាក៏ឆ្ងាញ់ បើចង់ញ៉ាំទឹកដោះគោជូរត្រូវតែញ៉ាំទឹកដោះគោជូរសាច់ដូងក្រអូបហ្វាហ្វានេះបងកបោក បងអរគុណច្រើនហើយអូនល្ងាចនេះបងនៅប្រញាប់មកញ៉ាំបាយជុំគ្នាជាមួយអូនវិញណា ចាស់បងល្ងាចនេះហ៎ខ្ញុំនឹងធ្វើម្ហូបឆ្ងាញ់ទុកឲ្យបងពិសាអញ្ចឹងហើយបងប្រញាប់មកវិញណា បាទអូនបើអញ្ចឹងបងទៅធ្វើការសិនហើយណា ចាស់បង យើហើយដូចជាល្អកលឿនដល់ហើយណោះ អូនកេសរនេះអូនឈឺចិត្តស្អិតត្រង់មែនទេនៅពេលដែលឃើញប្តីប្រពន្ធរបស់បងល្អកលឿនជាមួយនឹងគ្នាអញ្ចឹងនេះប្រហែលជាអូនណាខកបំណងហើយបានជាអូននេះចេញអត្តចរិតចំណានឈ្នានីគេបែបហ្នឹងអញ្ចឹងហ៎ យើងហ្នឹងមិនបាច់ចំណានឯងទេយ៉ាងម៉េចឯងគិតថាយើងនេះគឺជាមានច្នៃឯងនៅក្នុងផ្ទះនេះមែនទេ អូយនេះបងមិនបាននិយាយទេណាពាក្យសម្ដីតាំងបានមកនេះអូនជាអ្នកនិយាយដូចខ្លួនឯងទេហើយ
នេះឆ្នាំ2025ហើយក៏ជាយុគ9ដែរមនុស្សអាក្រក់ទោះបីជាខំលាក់បាំងអត្តសញ្ញាណខ្លួនឯងយ៉ាងណាក៏ដោយក៏គង់តែបង្ហាញនៅក្នុងយុគ9នេះដែរប៉ិតមែនទេអូនកេសរអើយនាងច័ន្ទនេះឯងជេរយើងមែនទេអូយតើតិជាអូនកេសរខាងណាដែលស្ដាប់ឮថាបងជេរអូននោះឯងមិនបានជេរយើងទេក៏ប៉ុន្តែពាក្យសម្ដីរបស់ឯងគឺចង់ជេរយើងចង់ថាយើងនេះដូចជាផ្លែល្វាដែលល្អខាងក្រៅតែខាងក្នុងក៏លួយខ្វល់ឯងគិតថាយើងល្ងងដូចក្បីមែនទេឬមួយក៏នាងច័ន្ទឯងនេះចង់ត្រូវឆ្នាំខ្លាំងរបស់យើងទៀតយកទៅនេះអូនកេសរមិនទាន់រៀងទេអីបងប្រាប់ឲ្យហើយបើសិនជាអូនចង់រស់នៅក្នុងផ្ទះនេះដោយមានក្តីសុខរឿងទី1កុំចេះដឹងរឿងជីវិតគេហើយរឿងទី2កុំមកចង់ធ្វើបាបបងអីសោះព្រោះអីលើโลกនេះកម្មពៀគឺមានប៉ិតអ្នកណាធ្វើអីនឹងទទួលបានផលបែបនោះអូយនាងច័ន្ទអូយនេះឯងជេរយើងទៀតហើយនាងច័ន្ទនេះឯងពិតជាខ្លាំងដៃមែនអូយ